ជ្រាបសួរសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបអ្នកគ្រូសាស្ត្រជាថ្មីម្ដងទៀតអញ្ចឹងថ្ងៃនេះអ្នកគ្រូនាំយកនៅលំហាត់សរីរាង្គមួយទៀតដើម្បីមកចែករំលែកដល់បងប្អូនទាំងអស់គ្នាអញ្ចឹងតោះមកអានប្រធានមួយអ្នកគ្រូអញ្ចឹងគេថាគេធ្វើវិភាគម៉ូលេគុលអាមីនមួយគេទទួលបានលទ្ធផលដូចតទៅអញ្ចឹងគេទទួលបានកាបូន 61.02% អាសូត 23.23% និងអ៊ីដ្រូសែន 15.25% គិតជាម៉ាស់អញ្ចឹងគេឲ្យយើងកំណត់រូបមន្តដុលនៃអាមីននេះអញ្ចឹងយើងដឹងហើយរូបមន្តដុលអាមីនវាមានរូបមន្តជាទូទៅរូបមន្តរបស់វាយើងតែងតែតាំង CX HY ជាមួយនឹង N CX HY N ចា៎អញ្ចឹងដើម្បីដោះស្រាយលំហាត់នេះតោះយើងស្រង់សមត្ថកម្មមុនគេសិនមកអញ្ចឹងគេថាមានភាគរយកាបូន 61.02% ភាគរយអាសូត 23.73% និងភាគរយអ៊ីដ្រូសែនស្មើ 15.25% អញ្ចឹងជំហានបន្ទាប់យើងតាំងរូបមន្តដុលនៃឬក៏រូបមន្តទូទៅឬរូបមន្តដុលយើងអាចហៅបានពីរយ៉ាងនៃអាមីនដោយ CX HY N ចា៎អញ្ចឹងតាំងអិនចាអញ្ចឹងបន្ទាប់មកយើងធ្វើអីទៀតដោយសារគេប្រាប់មកជាភាគរយអញ្ចឹងបើសិនជាគេប្រាប់មកជាភាគរយនៃធាតុនៅក្នុងម៉ូលេគុលរបស់វាអញ្ចឹងយើងត្រូវធ្វើតាមសមាមាត្រជាម៉ាស់កំណត់អញ្ចឹងសមាមាត្រជាម៉ាស់កំណត់សមាមាត្រជាម៉ាស់កំណត់អញ្ចឹងម៉ាស់ម៉ូលេគុលរបស់កាបូនអញ្ចឹងយើងដឹងហើយកាបូនម៉ាស់ម៉ូលេគុលរបស់វាប្រហែល12អញ្ចឹងនៅក្នុងរូបមន្តទូទៅរបស់អាមីនសន្ទុះកាបូន x អញ្ចឹងរូបមន្តម៉ាស់ម៉ូរបស់វាគឺ12 x នៅលើភាគរយកាបូននៅលើភាគរយកាបូនតបមកស្មើនឹងឬក៏យើងថាវាសមាមាត្រនឹងអីគេម៉ាស់ម៉ូលេគុលរបស់អ៊ីដ្រូសែនអញ្ចឹងយើងដឹងហើយអ៊ីដ្រូសែនមួយអាតូមមានម៉ាស់ម៉ូលេគុលចំនួន1អញ្ចឹងយើង1គុណនឹងមេគុណសន្ទុះរបស់វា y អញ្ចឹងយើងបាន y លើភាគរយអ៊ីដ្រូសែនតបមកអាសូតអញ្ចឹងម៉ូលេគុលរបស់វាមានកាបូនអ៊ីដ្រូសែនជាមួយនឹងអាសូតអញ្ចឹងអាសូតមួយអាតូមមានម៉ាស់ម៉ូលេគុលរបស់វា14អញ្ចឹងវាអត់មានសន្ទុះទេអញ្ចឹងយើងសេ14នៅលើភាគរយអាសូតហើយវាស្មើនឹងម៉ាស់ម៉ូលេគុលសរុបនៃអាមីនអញ្ចឹងម៉ាស់ម៉ូលេគុលនៃអាមីនយើងតាំងដោយ m ធំនៅលើ100ភាគរយឬក៏យើងសេថានៅលើ100អញ្ចឹងយើងអាចសរសេរជាសមាមាត្របានហើយបន្ទាប់មកយើងជួសភាគរយចូលទៅក្នុងរូបមន្តសមាមាត្ររបស់យើងទៅអញ្ចឹងយើងបាន 12x នៅលើភាគរយកាបូនអញ្ចឹងភាគរយកាបូន 61.02 ស្មើ y នៅលើភាគរយអ៊ីដ្រូសែនអញ្ចឹងភាគរយអ៊ីដ្រូសែនយើង 15.25 តបមក14នៅលើភាគរយអាសូតអញ្ចឹងភាគរយអាសូតយើង 23.73 វាស្មើនឹង m នៅលើ100អញ្ចឹងយើងសង្កេតឃើញថានេះអាសូតរបស់យើងវាជាចំនួនថេរហើយអញ្ចឹងជាចំនួនថេរហើយយើងបាច់ចាំរកម៉ាស់ម៉ូលេគុលនៃអាមីនក៏បានដែរដែលយើងអាចទាញរក x និង y ដែលផ្ទឹមជាមួយនេះភាគរយធាតុអាសូតរបស់យើងអញ្ចឹងយើងអាចផ្ទឹមវាមកគូមកអញ្ចឹងគេបាន 12x នៅលើ 61.02 ស្មើនឹង 14 នៅលើ 23.73
73 ចឹងយើងទាញរក x មកទាញរក x បាននេះគេយើងបាន14គុណនឹង 61.02 ចែកនឹង 23.73 គុណនឹង 10 12យើងគណនាទៅឃើញ x ស្មើ 3 បន្ទាប់មកយើងផ្ទុំ y ម្ដងចឹងយើងបាន y នៅលើ 15.25 ស្មើ 14 នៅលើ 23.73 ចឹងយើងទាញរក y វាស្មើនឹង 14 គុណនឹង 15.25 នៅលើ 23.73 ចឹងយើងគណនាវាទៅយើងឃើញ 8.99 ក៏ប៉ុន្តែម៉ូលេគុលរបស់យើងឬក៏អាតូមនៃធាតុនៅក្នុងម៉ូលេគុលរបស់យើងវាអត់អាចចេញទស្សភាគ A អញ្ចឹងយើងឃើញក្បៀស 99 យើងអាចលំឡើង1ឡើងទៅជា 5 9 អញ្ចឹងយើងរក x ឃើញយើងរក y ឃើញយើងចុះចូលនៅក្នុងរូបមន្តអាមីនដែលយើងតាំងទៅយើងនឹងទទួលបានរូបមន្តដុលនៃអាមីនអញ្ចឹងដូចនេះអាមីនគឺអញ្ចឹង CX x យើងរកឃើញ 3 ហា yយើងឃើញ 9 ជាមួយនឹង n ចា៎អានេះគឺជារូបមន្តចឹងអាហ្នឹងគឺជារូបមន្តអាមីនរបស់យើងចឹងវីដេអូរបស់អ្នកគ្រូក៏មានតែប៉ុណ្ណឹងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ